อนี่วิตุนดิใส่ติดใส่เลยบอกว่าไอ้ผู้ใหญ่จะมาว่าติดใส่เนี่ยมาบัตรจำตั้งจำมือจำผิดพลาดmá ra tiền này ô ai chơi lặng với ta đó giờ tôi dân các bạn bảo vệ con nhé không được ca cái mày nhập đôi khi không tập bên này phải có tiền cắt đó nhỉ tàu nam đi cái rô cắm vào điបងបានច្បាស់ទាំងអស់គ្នាថាយើងមានគោលបំណងអីចាគឺយើងទី1គឺយើងរំលឹកបុណ្យពូជចារំលឹកគុណថែរក្សានិងស្ដារពូជបុរាណតាមរយៈការចែករំលែកបទពិសោធន៍ព្រមទាំងដោះដូរពូជបុរាណរវាងកសិករនិងកសិករចាទី1ណាគោលបំណងរបស់យើងចាទី2គឺលើកកម្ពស់ជីវភាពគ្រួសារនិងសុខុមាលភាពរបស់សហគមន៍តាមរយៈការធ្វើកសិកម្មតាមបែបធម្មជាតិខ្សេត្របរិស្ថានចាទី3គឺយើងពង្រឹងភាពជាម្ចាស់បានន័យថាយើងចង់ដាំដុះដោយខ្លួនឯងចង់ចែករំលែកដោយខ្លួនឯងចង់លក់ចង់ទិញដោយខ្លួនឯងចង់កាត់តម្លៃទីផ្សារដោយខ្លួនឯងចាគឺយើងពង្រឹងភាពជាម្ចាស់ទៅលើប្រព័ន្ធស្បៀងដើម្បីសុវត្ថិភាពសុខភាពនិងអធិបតេយ្យស្បៀងដែលផលិតដោយអ្នកស្រែជាអ្នកផលិតស្បៀងខ្នាតតូចចានេះគឺជាគោលបំណងធំរបស់កម្មវិធីយើងដែលយើងបានរៀបចំឡើងនេះក្នុងគោលបំណង3នេះចាយ៉ាងហើយសម្រាប់កម្មវិធីយើងក៏សូមជម្រាបជូនបងប្អូនក្នុងភូមិជាពិសេសបងជាអាជ្ញាធរមានសមត្ថកិច្ចដែលបានអញ្ជើញមកទីនេះសូមមេត្តាជ្រាបជាព័ត៌មានចាសូមអរគុណចាអរគុណច្រើន
វគ្គចែករំលែករវាងកសិករនិងកសិករអំពីបទពិសោធន៍និងបច្ចេកទេសធ្វើកសិកម្មតាមបែបធម្មជាតិដូចជាបច្ចេកទេសចិញ្ចឹមមាន់តាមបែបធម្មជាតិរបៀបធ្វើជីកំប៉ុស្តរបៀបធ្វើថ្នាំកម្ចាត់ស្មៅធម្មជាតិការថែរក្សាទុកដាក់ពូជនិងការបណ្ដុះនិងសាកមែកឈើជាដើមចា៎ ជាកិច្ចបន្តកម្មវិធីនាពេលរសៀលយើងមានកិច្ចពិភាក្សាអំពីគោលការណ៍និងគោលគំនិតនៃសេដ្ឋបរិស្ថាននេះចាគោលបំណងពួកខ្ញុំដោយសារតែយើងបាត់បង់ដីធ្លីហើយយើងចង់ដាំធ្វើផ្នែកកសិកម្មដាំដំណាំដាំនិយាយរួមទៅធ្វើកសិកម្មការបែបធម្មជាតិចាពួកយើងអត់ចង់ប្រើប្រាស់ជីគីមីពួកយើងអត់ចង់ប្រើប្រាស់ថ្នាំពុលទេដោយសារតែយើងពាក់ព័ន្ធនឹងសុខភាពចាហើយពាក់ព័ន្ធនឹងដីចាបើសិនតែបន្ធប់ការបដោតដីដោយសន្តិភាពសេដ្ឋកិច្ចនេះគឺប្រជាពលរដ្ឋងាកមកដោះស្រាយដល់ប្រជាពលរដ្ឋយើងដែលកំពុងតែរងគ្រោះដោះស្រាយផ្ដល់ដីសន្តិភាពដល់ប្រជាពលរដ្ឋយើងកំពុងតែអត់កំពុងតែអត់មានដីធ្វើស្រែចម្ការអញ្ចឹងចំណុចនេះខ្ញុំគិតថាបើសិនតែបានដោះស្រាយទាំងអស់ប្រជាពលរដ្ឋយើងមានការរីករាយនិងធ្វើឲ្យយើងមានពេលវេលារកស៊ីចាយើងមិនប្រឈមនឹងបញ្ហាខ្វះខាតទេបើយើងអត់មានដីគឺថាយើងតាមការរហ័សអុកភូមិចាត្រូវហើយបើយើងអត់មានដីយើងអត់បានដាំកើតទេចាជាដំបូងសូមអរគុណដល់និយាយទៅអ្នកខេត្តកោះកុងទាំងអស់ដែលមានវត្តមាននៅទីនេះងាកបច្ចុប្បន្នបប្រតិបត្តិក្នុងសង្គមយើងរាល់ថ្ងៃខ្ញុំគិតថាវាមានបញ្ហាប្រឈមពីរធំសម្រាប់ខ្ញុំអ្វីដែលខ្ញុំបានគិតដោយសារទី1តកតងនឹងទីផ្សាររាល់ថ្ងៃកសិករគឺដើរតាមទីផ្សារដែលនាំចូលនាំនៅចូលនៅភាពចូលកសិកម្មដែលវាមានតម្លៃខ្ពស់ឧទាហរណ៍ជីពីមួយឆ្នាំទៅមួយឆ្នាំគឺអត់មានតម្លៃចុះទេមានតែឡើងប៉ុន្តែយើងងាកមកមើលនៅផលិតផលឬក៏កសិផលដែលកសិករផលិតបានតើវាមានតម្លៃឡើងពីមួយឆ្នាំទៅមួយឆ្នាំតែអត់បញ្ហាមួយទៀតគឺភាពជាម្ចាស់ភាគច្រើនគឺជាក្រុមហ៊ុនឬក៏ជាឈ្មោះជាអ្នកកំណត់តម្លៃមិនតែកសិករជាអ្នកកំណត់តម្លៃមុនទេគឺឈ្មោះជាអ្នកកំណត់តម្លៃអ្នកឯងលក់ស្រូវខ្ញុំបានខ្ញុំឲ្យ1គីឡូ600អញ្ចឹងបានគិតថាវាជាបញ្ហាព្រោះយើងអត់មានសិទ្ធិជាម្ចាស់ទីជាងនេះខ្ញុំចង់ប្រើប្រាស់បានគ្រប់នៅឡើយទេដោយសារការរៀបចំរបស់ខ្ញុំបាទគឺចាប់ផ្ដើមពីឆ្នាំ2021ថ្មីបើគិតបន្ទាល់បច្ចុប្បន្ននេះគឺទើបតែបានរយៈពេល5ឆ្នាំតែប៉ុណ្ណោះប៉ុន្តែឆន្ទៈដែលពុំពោនិងឧត្តមគតិដែលវិញផ្ដោតឆ្ពោះទៅកាន់ការដាំដុះបែបសេដ្ឋបរិស្ថាននៃធម្មជាតិបានធ្វើឲ្យខ្ញុំមានកម្លាំងជាបន្តបន្ទាប់ដោយមានកិច្ចសហការពីកូនមួយចំនួនពី1ឆ្នាំ3ឆ្នាំ2ឆ្នាំ3ឆ្នាំ4ឆ្នាំ5ឆ្នាំកន្លងមកដើមឈើខ្ញុំក៏បានធំបន្តិចម្ដងថ្នាលដំណាំបន្លែរបស់ខ្ញុំមានជាបន្តបន្ទាប់ដំណាំបន្លែនៅក្នុងឱកាសដ៏ស្រស់នៃពិធីបុណ្យពូជនេះខ្ញុំក៏សូមអំពាវនាវដល់បងប្អូនជនរួមជាតិដែលជាកសិករមកពីគ្រប់ទិសទីកសិករសហគមន៍នៅខេត្តកោះកុងដាំដុះបែបធម្មជាតិចាយោអរគុណ
ដាំដុះទុកពូជក្របស្ត្រីយើងក្នុងទុកពូជក្របដោយខ្លួនឯងយើងរក្សាពូជខ្លួនឯងដំណាំដាំដុះបែបធម្មជាតិគឺមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថានចាកាលដែលខ្ញុំដំបូងគឺខ្ញុំប្រើគីមីដែរខ្ញុំរយៈពេលមុនខ្ញុំបានចេះចាំរៀនសូត្របានធ្វើពីកសិករយើងមួយកសិករយើងហ្នឹងគឺខ្ញុំបានប្រើជីគីមីហ្នឹងគឺខ្ញុំទៅពាក់បំណុលគេច្រើនដែរដោយសារថាខ្ញុំទៅពេលខែធ្វើស្រែខ្ញុំអត់លុយទិញជីខ្ញុំទៅពាក់បំណុលពាក់ថ្លៃជីគេទាំងធ្វើឲ្យធ្វើស្រែឲ្យលក់ទៅសល់គេអស់លីងអត់មានសល់អីទេដល់អញ្ចឹងឥឡូវនេះខ្ញុំបានធ្វើប្រើជីធម្មជាតិហ្នឹងគឺខ្ញុំអត់បាច់អត់បានទៅពាក់បំណុលរឿងជីឬរឿងទៀតទេហើយទី1នោះទី2នោះគឺសុខភាពយើងគឺល្អមែនទែនហើយដោយសារថាយើងចេះដាំចេះដុះដោយខ្លួនឯងហូបចុកដោយខ្លួនឯងកាលណាដែលយើងដាំបានច្រើនគឺយើងហូបមិនអស់គឺយើងលក់ចាយទៅក្នុងសហគមន៍របស់យើងចាសេដ្ឋបរិស្ថានបាទអញ្ចឹងដើម្បីឲ្យបានសេដ្ឋបរិស្ថានដោយសារយើងមើលឃើញចំណុចដែលពួកគាត់បានលើកឡើងមិញហ្នឹងទីមួយយើងចង់ឲ្យមានអាហាររបស់យើងហ្នឹងមានសុវត្ថិភាពមានគុណភាពទី2មានគុណភាពមានសុវត្ថិភាពហើយយើងចង់ឲ្យហូបអត់អស់ហើយចំណុចមួយទៀតយើងចង់ខ្លាយជាម្ចាស់ទៅលើផលិតកម្មស្បៀងទាំងអស់ហ្នឹងទាំងពូជទាំងដីទាំងទឹកអីទាំងអស់ហ្នឹងបើតាមនៅតំបន់ខ្លះគាត់ទឹកមិនមែនរបស់គាត់ទេគាត់ចង់ដាក់ស្រែគាត់ត្រូវទិញគេមួយតា30,000 រៀលនេះជាការលើកឡើងរបស់គ្នាយើងពីមុននៅវេទិកាដទៃជាខ្ញុំចងចាំចំណុចមួយទៀតយើងចង់ការពារបរិស្ថានឲ្យបានស្អាតល្អហើយចុងក្រោយយើងនឹងគ្រាចាក់បំណុលបាទដាំដំណាំចម្រុះដូចសាររបស់យើងដាក់នៅតាមដងផ្លូវថាយើងដាំអ្វីដែលយើងហូបនិងហូបអ្វីដែលយើងដាំពេលយើងហូបសល់ចាំយើងចែកចាយទៅទីផ្សារចាកម្មវិធីបន្តសូមគោរពអញ្ជើញអង្គភូមិទាំងតាមបណ្ដាខេត្តទាំងនេះក៏ដូចជាបងប្អូននៅក្នុងសហគមន៍យើងទាំងអស់គ្នានៅទីនេះចាគោរពអញ្ជើញចូលទៅក្នុងសាលាឆាន់ចាខាងឆ្វេងដៃដើម្បីនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិងអានបទផកថានិងសម្ដែងពធទេសនាចាបន្តមកទៀតកម្មវិធីយើងនឹងពិព័រណ៍ក្របពូជចាពិព័រណ៍ក្របពូជយើងបងប្អូនអង្គភូមិដើរមើលមួយជុំហើយយើងនឹងបន្ថត់ប្រសិទ្ធពីពូជចំនួន3ជុំបានយើងចែកចម្លែកក្របពូជទាំងអស់គ្នាចាត្រូវបាននាំគ្នាផលិតកាន់តែច្រើនក្រៅពីនោះមានអនុផលព្រៃឈើនិងសាក់ដូចជាភ្លុកដំរីកុយរមាសស្បែកសត្វក្រវាញខ្លឹមច័ន្ទគ្រឹស្នាជាដើមកសិករធ្វើកសិកម្មដោយបុកដាំលើដីថ្មីនៅលើដីតំបន់ពងរៀបឬភ្នំភាសាខ្លះហៅថាកសិកម្មពនេចរក្រោយចូលព្រោះថៃជួថ្ងៃថ្ងៃជួស្ដាររត់នៅថ្ងៃខាងជ័យជ័យតែចាំទៅលោកក៏បានផងឲ្យយើងតងវងមក
ពេកចូលដំណេកដេកក៏ហមលួចំណេញលើទាំងយើងឲ្យវាល្អដល់សុខភាព ត្រូវទៀតត្រូវ ចា បាទ ហើយបែបទៅអូន